នៅក្នុងកិច្ចប្រជុំនេះអង្គភាពទទួលភារកិច្ចត្រូវបង្ហាញអំពីខ្លឹមសារនៃសេចក្តីព្រាងដីកាព្រមទាំងផ្ដល់ឱកាសនិងលើកទឹកចិត្តឲ្យអ្នកចូលរួមទាំងបុរសទាំងស្ត្រីផ្ដល់មតិយោបល់ឲ្យបានផុលផុសរាល់មតិយោបល់របស់អ្នកចូលរួមត្រូវកត់ត្រាឲ្យបានច្បាស់លាស់សម្រាប់ជាមូលដ្ឋានក្នុងការពិចារណាកែសម្រួលសេចក្តីព្រាងដីកាការផ្ដល់យោបល់ជាលិលាក់អក្សរតាមរយៈអភិបាលអង្គភាពទទួលភារកិច្ចត្រូវផ្ញើសេចក្តីព្រាងដីកាទៅសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងផ្នែកឯកជនដែលពាក់ព័ន្ធនឹងខ្លឹមសារនៃសេចក្តីព្រាងដីកានោះដើម្បីផ្ដល់យោបល់ដោយបញ្ជាក់អំពីពេលវេលាជាក់លាក់ដែលសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងផ្នែកឯកជនទាំងនោះត្រូវផ្ញើយោបល់ជាលិលាក់អក្សរត្រឡប់មកវិញបន្ទាប់ពីទទួលបានសេចក្តីព្រាងដីកាសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងផ្នែកឯកជនអាចផ្ដល់យោបល់ជាលិលាក់អក្សរទៅអភិបាលវិញតាមពេលវេលាដែរបានកំណត់រាល់មតិយោបល់ដែលទទួលបានត្រូវបានយកចិត្តទុកដាក់ប្រើប្រាស់សម្រាប់ជាមូលដ្ឋានក្នុងការពិចារណាកែសម្រួលសេចក្តីព្រាងដីកាការពិគ្រោះយោបល់ជាមួយនឹងការិយាល័យអង្គភាពជំនាញនានាអង្គភាពទទួលភារកិច្ចដោយមាននាយករដ្ឋបាលជាជំនួយត្រូវចាត់ចែងរៀបចំការពិគ្រោះយោបល់ជាមួយនឹងការិយាល័យអង្គភាពជំនាញពាក់ព័ន្ធនានាដែលកំពុងបម្រើការងារនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាដើម្បីពិភាក្សានិងប្រមូលមតិយោបល់នានាទៅលើខ្លឹមសារសេចក្តីព្រាងដីកានេះក្នុងការពិគ្រោះយោបល់នេះអង្គភាពទទួលភារកិច្ចអាចអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោមកិច្ចប្រជុំពិគ្រោះយោបល់នាយករដ្ឋបាលត្រូវអញ្ជើញតំណាងការិយាល័យអង្គភាពជំនាញនានាដែលពាក់ព័ន្ធនឹងខ្លឹមសារនៃសេចក្តីព្រាងដីកានោះដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទៅលើសេចក្តីព្រាងដីកានៅក្នុងកិច្ចប្រជុំនេះអង្គភាពទទួលភារកិច្ចត្រូវបង្ហាញអំពីខ្លឹមសារនៃសេចក្តីព្រាងដីកាព្រមទាំងផ្ដល់ឱកាសនិងលើកទឹកចិត្តឲ្យអ្នកចូលរួមទាំងបុរសទាំងស្ត្រីផ្ដល់មតិយោបល់ឲ្យបានផុលផុសរាល់មតិយោបល់របស់អ្នកចូលរួមត្រូវកត់ត្រាឲ្យបានច្បាស់លាស់សម្រាប់ជាមូលដ្ឋានក្នុងការពិចារណាកែសម្រួលសេចក្តីព្រាងដីកាការផ្ដល់យោបល់ជាលិលាក់អក្សរនាយករដ្ឋបាលត្រូវផ្ញើសេចក្តីព្រាងដីកាជូនការិយាល័យអង្គភាពជំនាញនានាដែលពាក់ព័ន្ធនឹងខ្លឹមសារនៃសេចក្តីព្រាងដីកានោះដើម្បីផ្ដល់យោបល់ដោយបញ្ជាក់អំពីពេលវេលាជាក់លាក់ដែលការិយាល័យអង្គភាពជំនាញទាំងនោះត្រូវផ្ញើយោបល់ជាលិលាក់អក្សរត្រឡប់មកវិញបន្ទាប់ពីទទួលបានសេចក្តីព្រាងដីកាការិយាល័យឬអង្គភាពជំនាញអាចផ្ដល់យោបល់ជាលិលាក់អក្សរទៅអភិបាលវិញតាមពេលវេលាដែលបានកំណត់រាល់មតិយោបល់ដែលទទួលបានត្រូវបានយកចិត្តទុកដាក់ប្រើប្រាស់សម្រាប់ជាមូលដ្ឋានក្នុងការពិចារណាកែសម្រួលសេចក្តីព្រាងដីកាការពិគ្រោះយោបល់ជាមួយនឹងក្រុមប្រឹក្សាពាក់ព័ន្ធនានាដើម្បីឲ្យដីកាដែលដាក់ចេញដោយក្រុមប្រឹក្សានៃរដ្ឋបាលក្រុងស្រុកនីមួយមានសន្តិភាពជាមួយនឹងដីកានិងលិខិតបឋានគតិយុត្តនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធសេចក្តីព្រាងដីកាចាំបាច់ត្រូវមានការពិគ្រោះយោបល់ជាមួយនឹងក្រុមប្រឹក្សាដែលពាក់ព័ន្ធដូចខាងក្រោមសេចក្តីព្រាងដីការបស់ក្រុមប្រឹក្សាក្រុងត្រូវធ្វើការពិគ្រោះយោបល់ជាមួយនឹងក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាសង្កាត់នៅក្នុងក្រុងសេចក្តីព្រាងដីការបស់ក្រុមប្រឹក្សាស្រុកត្រូវធ្វើការពិគ្រោះយោបល់ជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាឃុំនិងក្រុមប្រឹក្សាសង្កាត់នៅក្នុងស្រុក